បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានជា file មួយចង់ចែករំលែកពាក់ព័ន្ធជាមួយនឹងការរកបរិមាណយើងធ្វើនេះគឺសម្រាប់អ្នក QS អ្នកលើកតម្លៃណាបាទអញ្ចឹងយើងមាន Excel មួយមកអញ្ចឹងនៅពេលដែលយើងទទួលបានប្លង់ពាក់ព័ន្ធជាមួយនឹង Parcap ប្លង់ជើងតាងនេះអញ្ចឹងយើងមានតែទំហំយើងអាចបញ្ចូលទិន្នន័យបានឧទាហរណ៍អ្នកទាំងអស់គ្នាមើលនៅគៀននេះនៅគៀននេះជាទូទៅគឺតែងតែមានលេខឲ្យយើងណាបាទអញ្ចឹងខ្ញុំឧទាហរណ៍អ្នកទាំងអស់គ្នាដាក់អានេះវា2ម៉ែត្រគុណនឹង2ម៉ែត្រគុណនឹង 1.6 បើសិនជាយើងមាន10 Parcap មានន័យថាយើងត្រូវការបេតុង64ម៉ែត្រគីបដែក8តោនជាងចូល9តោនហើយនឹងពុំបាទកាយដីលុបដីថ្មនៅពីក្រោម Parcap ហើយនឹងឡប់ឡាអញ្ចឹងគ្រាន់តែបញ្ចូលនៅព័ត៌មានប៉ុណ្នេះវាឲ្យចម្លើយយើងមកប៉ុណ្ណេះអញ្ចឹងយើងនឹងយកចម្លើយហ្នឹងទៅដាក់នៅក្នុង quotation របស់យើងណាបាទអញ្ចឹងបើសិនជាជាមួយនឹងសសរឬក៏សសរតឿអ្នកទាំងអស់គ្នាមានតែប្លង់ប៉ុណ្ណេះមកយើងបញ្ចូលឧទាហរណ៍ថាទំហំគេនេះគេដាក់មកណា 0.85 បាទជាមួយនឹង 1.05 បើសិនជាយើងជា stam column ជាទូទៅវា1ម៉ែត្រយើងយក1ម៉ែត្រមកណាបើសិនជាវាមាន10ដើមមានន័យថាវាត្រូវការបេតុង9គីបដែកប៉ុណ្ណេះគីឡូហើយនឹងពុំប៉ុណ្ណេះការ៉េឃើញទេអញ្ចឹងយើងបញ្ចូលតែប៉ុណ្្នឹងមកវាឲ្យចម្លើយយើងនេះយើងយកអានេះទៅដាក់ធ្វើជា quotation ទី3បើសិនជាធ្នឹមពាក់ព័ន្ធមួយធ្នឹមអានេះ ground beam បាទអញ្ចឹងបើសិនជាប្រភេទ ground អញ្ចឹងវាត្រូវមានកាយដីវាត្រូវមានថ្មវាត្រូវមានឡប់ឡែណាអញ្ចឹងជាទូទៅធ្នឹមគេមាន layout របស់គេចេះអញ្ចឹងវាមានប្រវែងរបស់វាមែនណាបាទមានប្រវែងរបស់វាបើសិនជាធ្នឹមហ្នឹងຂະຫນາດវាអីគេ4ទឹក6ទឹកអញ្ចឹងឧទាហរណ៍ថា4ទឹកគុណនឹងកម្ពស់វា6ទឹកប្រវែងយើងវាស់ទាំងអស់មកណាយើងវាស់ប្រវែងទាំងអស់នេះមកឧទាហរណ៍ថាវាមាន19ម៉ែត្រវាមាន5អីចឹងទៅអញ្ចឹងអ្នកទាំងអស់គ្នានឹងបានត្រូវការបេតុងប៉ុណ្ណេះគីបដែកប៉ុណ្ណេះគីឡូពុំប៉ុណ្ណេះការ៉េកាយដីលុបដីថ្មហើយនឹងឡប់ឡាឃើញទេបាទអញ្ចឹងយើងបញ្ចូលព័ត៌មានតែប្រមាណនេះទេអញ្ចឹងវានឹងឲ្យចម្លើយមកយើងអញ្ចឹងយើងបង្កើត Excel នឹងរួចគឺងាយស្រួលសម្រាប់យើងធ្វើការណាបាទយើងធ្វើ quote structure អីហ្នឹងគឺលឿនមែនតើណាបាទឲ្យតែយើងមានប្លង់ណាបាទអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណ